ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញមកតាមដានរឿងអូសាមូភាគ2ជាបន្តទៀតការវិភាគមុនគឺបញ្ចប់ត្រឹមនៅពេលដែលអូសាមូហើយនិងយូម៉ាបានយកឈ្នះទៅលើ Neighbor រួចចូលមកកាន់ភាគនេះវិញសមាជិកក្រុម Border ដែលបានបញ្ជូនមកដល់ដើម្បីចាត់ការ Neighbor នៅតំបន់នោះពួកគេបានឃើញថា Neighbor មួយក្បាលនោះគឺត្រូវបានគេសម្លាប់បាត់ទៅហើយប៉ុន្តែក្រុមការងាររបស់ Border មិនបានរកឃើញទេថាមានក្រុម Border មួយក្រុមណាដែលបានទៅដល់ទីនោះមុនពួកគេអញ្ចឹងហើយបានធ្វើឲ្យជាក្រុម Border ដែលបានមកដល់ទីនោះពួកគេក៏ពិតជាមានការកើតការងឿងឆ្ងល់ខ្លាំងយូរតែមែនតែនហើយថ្ងៃស្អែកក៏បានចូលមកដល់សិស្សទាំងអស់គ្នាក៏បានចូលរៀននៅសាលាតាមធម្មតាប៉ុន្តែរៀនមិនទាន់បានប្រមាណផងសម្លេងប្រកាសអាសន្នក៏បានបន្លឺឡើងដោយប្រាប់សិស្សទាំងអស់គ្នារកកន្លែងដែលមានសុវត្ថិភាពទៅព្រោះថាបន្តិចទៀតនេះនឹងមានពួក Neighbor មកដល់តំបន់នេះហើយប៉ុន្តែការប្រកាសមួយនេះហាក់បីដូចជាយឺតបន្តិចដោយ portal នឹងក៏បានបើកធ្វើឲ្យសិស្សទាំងអស់ក៏មិនអាចរត់ទៅទីណាបានទាន់ពេលវេលាផងដែរ Neighbor មកលើកនេះមិនមែនតែមួយក្បាលនោះទេគឺច្រើនក្បាលខ្លាំងមែនទែនហើយវាក៏ចាប់ផ្ដើមបើកការវាយប្រហារទៅកាន់សិស្សទាំងអស់គ្នាដែលនៅក្នុងសាលារៀននោះឃើញបែបនេះអូសាមូមិនអាចឈរមើលនៅស្ងៀមបានឡើយហើយគាត់ក៏បានយកនៅឧបករណ៍ធាតុកឺរបស់គាត់បំលែងខ្លួនរបស់គាត់ឲ្យទៅជា border និងធ្វើការចូលទៅវាយប្រហារដើម្បីទប់ស្កាត់នៅពួក Neighbor ទាំងអស់នោះការសម្រេចចិត្តរបស់អូសាមូក៏ទទួលរងការបង្អាក់ពីសំណាក់យូម៉ាផងដែរដោយយូម៉ានឹងបានគិតថាប្រសិនបើអូសាមូហ៊ានទៅច្បាស់ណាស់គាត់មិនអាចមានជីវិតត្រឡប់មកវិញបានទេតែសម្រាប់អូសាមូគាត់មិនបានខ្វាយខ្វល់ពីសម្ដីទាំងអស់នេះឡើយណាមួយគាត់គិតទៅដល់មិត្តភក្តិរបស់គាត់ម្នាក់ដែលស្គាល់គ្នាតាំងពីនៅកុមារភាពកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់អូសាមូបានទៅតតាំងជាមួយនឹង Neighbor មួយក្បាលដើម្បីការពារសិស្សមួយក្រុមហើយសិស្សមួយក្រុមនោះក៏បានដឹងថាអ្នកដែលមកការពារខ្លួននេះតាមពិតទៅគឺជាអូសាមូដែលរៀននៅក្នុងសាលារៀនជាមួយនឹងខ្លួនសោះនៅពេលនឹងរឿងក៏បានបង្ហាញឲ្យយើងឃើញបន្តិចផងដែរថាក្រុម Border កម្រិត A ពួកគេក៏កំពុងតែមកជួយ Neighbor នៅតំបន់នោះដូចគ្នាចាប់អារម្មណ៍មកមើលតួឯកប្រុសរបស់យើងដែលជាអូសាមូនៅពេលនេះវិញគាត់មិនមានគីឡូអីជាមួយនឹង Neighbor មួយក្បាលនោះទេហើយត្រូវបានវាចាក់ឲ្យខ្ទេចរាងកាយជា Border របស់គាត់និងគាត់ក៏បានត្រឡប់មកសភាពដើមវិញនៅពេលនោះគាត់មិនមានសង្ឃឹមតែខ្លួនរបស់គាត់អាចរស់រានមានជីវិតឡើយហើយគាត់ក៏បាននឹកឃើញពីសម្ដីដែលយូម៉ាបាននិយាយមកកាន់គាត់គឺវាពិតជាត្រូវពិតមែន Neighbor មួយក្បាលនោះក៏ចង់ផ្ដាច់ជីវិតអូសាមូតែក៏បានយូម៉ាមកជួយគាត់ទាន់ពេលវេលាដោយសារតែមិនចង់ឲ្យគេដឹងថាខ្លួនគឺជា Neighbor យូម៉ាក៏បានខ្ចីនៅឧបករណ៍ Tiger ពីតួឯកប្រុសរបស់យើងដែលជាអូសាមូសិនដើម្បីខ្លាចខ្លួនទៅជា Border បើទោះបីជាឧបករណ៍ Tiger របស់អូសាមូកាកយ៉ាងណាក៏ដោយប៉ុន្តែនៅពេលដែលមកដល់ដៃរបស់យូម៉ាអាចធ្វើការសម្លាប់ទៅកាន់ពួក Neighbor ទាំងអស់នោះបានយ៉ាងស៊ីផុយតែម្ដងធ្វើឲ្យអូសាមូគេពិតជាមានការភ្ញាក់ផ្អើលយូរតែមែនតែនហើយនៅពេលនោះ Replica ក៏បានបញ្យល់ទៅកាន់អូសាមូឲ្យយល់បន្តិចដោយដែលមានបានបញ្យល់ការពិភាក្សាមុនហើយថាថាមពល Tyran គឺជាថាមពលជីវិតដែលប្រើសម្រាប់បង្កើតអាវុធ Trigger អញ្ចឹងថាមពល Tyran នឹងគឺវានៅក្នុងខ្លួនរបស់មនុស្សដែលមានពណ៌លឿងអ្នកទាំងអស់គ្នារូបខាងឆ្វេងតំណាងឲ្យអូសាមូបង្ហាញពីភ្នាក់ងារដែលមាន Tyran តិចធ្វើឲ្យអាវុធដែលបង្កើតមកក៏មានទំហំតូចនិងខ្សោយរីឯម្ខាងទៀតគឺដោយសារតែមាន Tyran ច្រើនឬក៏ធំធ្វើឲ្យការបង្កើតអាវុធក៏មានទំហំធំនិងមានអានុភាពបំផ្លាញខ្ពស់បំផុតខ្លាំងជាងអូសាមូយ៉ាងច្រើនដងបន្ទាប់ពីហេតុការណ៍ទាំងអស់នោះបានបញ្ចប់ទៅសិស្សទាំងអស់គ្នាក៏បានប្រមូលផ្ដុំគ្នាហើយនិយាយថ្លែងអំណរគុណទៅកាន់អូសាមូរបស់យើងជាមួយនឹងពាក្យពេចន៍ដែលពួកគេបាននិយាយនៅពេលនោះគឺពួកគេពិតជាស្ងើចសរសើរទៅកាន់អូសាមូរបស់យើងខ្លាំងមែនទែនដែលពួកគេមិនដែលដឹងពីមុនមកសោះថាអូសាមូក៏ជាសមាជិកនៃ Neighbor មួយផងដែរយ៉ាងណាមិញអូសាមូខ្លួនឯងគឺមានការរអៀលខ្លួនខ្លាំងយូរតែមែនតែនហើយដោយសារតែគាត់នឹងគឺដូចដែលយើងបានដឹងចឹងទាំងអស់គ្នាក៏មិនមែនជាអ្នកដែលបានសម្លាប់ទៅកាន់ Neighbor មួយក្បាលនោះទេប៉ុន្តែដោយសារតែខ្លាចគេដឹងយូម៉ាគឺជាមនុស្សដែលមានសមត្ថភាពពិសេសអញ្ចឹងហើយបានជាគាត់ព្រមធ្វើតាមយូម៉ាទៅសុខចិត្តឲ្យគេគិតបែបម៉េចក៏គិតទៅសំខាន់ខ្លួនឯងស្ងាត់ទៅបានហើយនៅពេលនោះក៏មានវត្តមានរបស់ក្រុម Border កម្រិត A ក៏បានបង្ហាញខ្លួនឡើងធ្វើឲ្យសិស្សផ្សេងទៀតក៏បានស្គាល់ទៅកាន់ក្រុមមួយនោះយ៉ាងច្បាស់និងមានការជ្រាបជ្រៅយ៉ាងខ្លាំងបន្ទាប់តែពីដឹងថាអូសាមូគឺជាអ្នកបានចាត់ការទៅកាន់ពួក Neighbor ហើយអូសាមូគឺជា Border ទៀតនោះបានធ្វើឲ្យសមាជិកស្រីម្នាក់បានបន្តទៅកាន់រូបគាត់ជាខ្លាំងអានេះមិនតែសើចណាគឺបន្តថែមទៀតព្រោះថានៅក្នុងកម្រិត C នេះគឺមិនតម្រូវឲ្យពួក Border មួយរូបណាអាចការពារមនុស្សម្នាអ្វីបានឡើយយ៉ាងណាមិញអូសាមូក៏បានសិស្សមួយចំនួនការពារគាត់និងនិយាយហេតុផលថាអូសាមូជាអ្នកដែលបានជួយខ្លួនរីឯប្រធានក្រុមរបស់ Border កម្រិត A គឺមានតែអរគុណទៅកាន់អូសាមូដែលបានជួយបងប្អូនរបស់គាត់ដែលបងប្អូនរបស់គាត់នឹងក៏មានវត្តមាននៅក្នុងសាលារៀននេះផងដែររឿងក៏បានកាត់ទៅដល់ពេលល្ងាចគីតូរ៉ាដែលជាភ្នាក់ងារ A រ៉េងមកពីក្រុមរបស់អារ៉ាស៊ីយ៉ាម៉ាដែលបានអរគុណអូសាមូកាលពីថ្ងៃមិញនោះនាងមកពេលនេះក្នុងគោលបំណងចង់ជួបអូសាមូតែពីរនាក់ការនិយាយនៅពេលនោះសរុបរួមទៅគឺនាងមិនចង់ឲ្យអូសាមូជួយមនុស្សបែបនឹងតទៅទៀតនោះទេព្រោះថាអូសាមូគឺនៅក្នុងកម្រិត C ដែលស្ថិតនៅក្នុងការហ្វឹកហាត់នៅឡើយយ៉ាងណាមិញយូម៉ាមើលដឹងយ៉ាងច្បាស់ថានាងគឺមានចិត្តចំណាយទៅកាន់អូសាមូដែលធ្វើឲ្យគីតូរ៉ានាងមិនសប្បាយចិត្តនោះទេព្រោះនាងនិងអូសាមូគឺមានឋានៈខុសគ្នាឆ្ងាយណាស់គ្មានហេតុផលអ្វីដែលត្រូវចំណាយបន្តិចនោះទេគីតូរ៉ាក៏បានប្រាប់រឿងមួយទៅកាន់អូសាមូឲ្យបានដឹងដែលរឿងនេះគឺមានតែក្រុម Border កម្រិត B និង A ប៉ុណ្ណោះដែលបានដឹងពលគឺពិភពលោកកំពុងតែមានវិបត្តិថ្មីដែល Border មិនទាន់អាចដោះស្រាយបានទាំងស្រុងហើយវាគឺជាមូលហេតុដែលធ្វើឲ្យសាលារៀនរបស់អូសាមូត្រូវរងការវាយប្រហារដោយមិនដឹងខ្លួនភ្លាមៗនៅតំបន់នោះរឿងនៃគួរឲ្យភ្ញាក់ផ្អើលក៏បានកើតឡើងដោយសារតែនៅតំបន់នោះ portal ក៏បានបើកលេចចេញនៅ Neighbor មួយក្បាលទាល់ត្រង់ថា Neighbor មួយក្បាលនោះគឺមិនដែលឃើញពីមុនមកនោះទេយូម៉ាស្គាល់ថាវាគឺជាប្រភេទ Elga ដែលវាពិតជាចម្លែកនិងកម្រខ្លាំងណាស់មិនចាំយូរនោះទេអូសាមូនិងគីតូរ៉ាក៏ចាប់ផ្ដើមចេញប្រតិបត្តិការកម្ចាត់ទៅលើ Neighbor មួយក្បាលនោះយើងឃើញថានៅក្នុងព្រឹត្តិការណ៍នេះអូសាមូអាចជួយ
សង្គ្រោះជីវិតមនុស្សជាច្រើននិងធ្វើឲ្យប្រជាជនដែលរស់នៅតំបន់នោះពិតជាចូលចិត្តនិងស្រឡាញ់ជាមួយនឹងភាពក្លាហានរបស់គាត់ជាខ្លាំងចំណែកឯគីតារ៉ាទៅប្រយុទ្ធជាមួយនឹង Ilger សមត្ថភាពរបស់នាងក៏ត្រូវបានយូម៉ាឃើញផងដែរហើយយូម៉ាក៏មានការកោតសរសើរជាមួយនឹងសមត្ថភាពមួយនោះដូចគ្នាធ្វើឲ្យតែសមត្ថភាពរបស់នាងខ្លាំងក៏ពិតមែនប៉ុន្តែបច្ចេកវិទ្យាដែលនៅលើខ្លួនរបស់ Ilger ពិតជាទំនើបខ្លាំងមែនទែនហើយការអាថាករបស់គីតារ៉ាមិនបានធ្វើឲ្យអ្នកបើមួយក្បាលនោះងាប់បាននោះទេហើយពេលនេះវាកំពុងតែចង់បំផ្ទុះខ្លួនឯងជាមួយនឹងសារធាតុនៅលើខ្នងរបស់វានៅតំបន់ទីប្រជុំជនសំណាងល្អបានយូម៉ានិងរេព្លីកាចាត់ការវាបានទាន់ពេលវេលាហើយគីតារ៉ានាងមិនដឹងទេថាអ្នកណាគេដែលបានជួយខ្លួនដោយនាងបានជាគិតថាប្រហែលជាក្រុមអេរ៉េងមកជួយខ្លួនហើយនៅពេលនោះនាងក៏មានការបន្តខ្លួនឯងផងដែរដោយថាខ្លួនមានកម្រិតអេរ៉េងប៉ុន្តែមិនអាចសម្រាប់ទៅកាន់អ្នកបើមួយក្បាលនោះបានយូម៉ាក៏មកជួយនិយាយលើកទឹកចិត្តទៅកាន់នាងហើយតាមសម្ដីរបស់នាងធ្វើឲ្យយើងក៏បានដឹងថានាងគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តទទួលជំនួយពីនរណាគេម្នាក់នោះទេនៅពេលដែលដឹងថាមានអ្នកជួយខ្លួនអំបញ្ញមិញនេះបានធ្វើឲ្យនាងមិនសប្បាយចិត្តឡើយតែនៅពេលនោះនាងក៏អាចដឹងពីចរិតរបស់តួឯកប្រុសរបស់យើងនេះជាអូសាមូបានផងដែរថាគាត់គឺជាមនុស្សល្អនៅពេលដែលមនុស្សគ្រប់គ្នាបានសរសើរមកកាន់អូសាមូបានឲ្យ credit ទៅកាន់គីតារ៉ាដោយគាត់គឺបាននិយាយថាគីតារ៉ាគឺជាអ្នកដែលបានជួយខ្លួននិងដឹកនាំខ្លួនឲ្យសម្រេចនូវកិច្ចការមួយនេះព្រមទាំងគាត់ជាអ្នកដែលបានសម្រាប់ទៅកាន់អ្នកបើមួយក្បាលនោះផងដែរទង្វើរបស់អូសាមូបានធ្វើឲ្យនាងចាប់ផ្ដើមកាត់បន្ថយការស្អប់និងចំណែនទៅលើអូសាមូហើយនាងក៏បាននាំអូសាមូទៅកាន់ទីស្នាក់ការកណ្ដាលដើម្បីជួបប្រជុំជាមួយនឹងជើងខ្លាំងសុទ្ធតែឋានៈខ្ពស់នៅក្នុងអង្គការ Border នៅពេលដែលទៅដល់ទីនោះអូសាមូក៏បានឃើញបរិមម្នាក់ដែលគាត់ចំណាំបានភ្លាមថាបរិមម្នាក់នោះហើយដែលបានធ្លាប់ជួយគាត់នៅពេលដែលពិភពលោកត្រូវពួក Neighbor រីត្បាតចំពោះឈ្មោះរបស់គាត់វិញគឺ Yuichi Jin គឺជា Neighbor ដែលមានកម្រិត S rank ដែល rank មួយនេះគឺសាហាវនិងខ្លាំងជាង A rank ទៅទៀតយ៉ាងណាក៏ដោយគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តភាពរីករាយសប្បាយនិងមិនសូវខ្វល់ខ្វាយពីអ្វីទាំងអស់ការពិតទៅគាត់គឺជាមនុស្សដែលគិតគូរវែងឆ្ងាយណាស់និងមានទំនួលខុសត្រូវខ្ពស់បំផុតគ្រាន់តែគាត់ចូលចិត្តលេងអ្នកទាំងអស់គ្នាហើយគាត់មានសមត្ថភាពពិសេសម្យ៉ាងដែលគេហៅថា Foresight ឬក៏ការមើលឃើញអនាគតគាត់អាចមើលឃើញអនាគតរបស់មនុស្សដែលគាត់បានជួបផ្ទាល់ភ្នែកក្រៅពីនេះភាពខ្លាំងរបស់គាត់ស្ថិតនៅលើអាវុធនិងសមត្ថភាពប្រយុទ្ធព្រមទាំងទំនាក់ទំនងនិងទស្សនវិជ្ជាបរិមម្នាក់នេះវិញគាត់មានឈ្មោះថា Masamune Kido ដែលជាមេបញ្ជាការជាន់ខ្ពស់បំផុតរបស់អង្គការ Border គាត់គឺជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ម៉ត់ចត់និងជាអ្នកប្រកាន់ខ្ជាប់នូវគោលនយោបាយកម្ចាត់នៅ Neighbor ឲ្យអស់ពីផែនដីគាត់ជឿថា Neighbor ទាំងអស់គឺជាសត្រូវដែលត្រូវតែកំទេចដើម្បីសុវត្ថិភាពរបស់មនុស្សជាតិនេះជាមូលហេតុដែលធ្វើឲ្យគាត់មានទស្សនៈផ្ទុយគ្នាខ្លាំងជាមួយនឹងជីនដែលចង់ឲ្យមានសន្តិភាពរវាងពិភពទាំងពីរបរិមម្នាក់នេះវិញគាត់មានឈ្មោះថា Masafumi Shinoda ដែលជានាយកប្រតិបត្តិការរបស់ទីស្នាក់ការកណ្ដាលរាល់ការបញ្ជាឲ្យសមាជិកចេញទៅច្បាំងគឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់គាត់គឺមានចរិតផ្ទុយពីលោកគីដូដែលគាត់តែងតែឲ្យតម្លៃទៅលើសមត្ថភាពនិងភាពក្លាហានរបស់សមាជិកជាជាងការប្រកាន់ខ្ជាប់តែលើច្បាប់វិន័យរីឯនារីម្នាក់នេះវិញគឺនាងមានឈ្មោះថា Kyoko Sawamura ជាជំនួយការនាយកប្រតិបត្តិការឬក៏ជាជំនួយរបស់លោក Shinoda នោះឯងចំពោះបរិមិត្តធម៌របស់យើងវិញឈ្មោះរបស់គាត់គឺ Motokichi Kinuta ជានាយកផ្នែកស្រាវជ្រាវនិងអភិវឌ្ឍនៅទីស្នាក់ការកណ្ដាលគាត់ទទួលបន្ទុកបង្កើតនិងអភិវឌ្ឍអាវុធ Trigger ដែលសមាជិកប្រើប្រាស់ក៏ដូចជាប្រព័ន្ធការពារទីក្រុងផងដែរតាមពិតពាក្យហ្នឹងគឺ Trigger ទេអ្នកទាំងអស់គ្នាចំណែកឯបរិមម្នាក់នេះវិញឈ្មោះរបស់គាត់នោះគឺ Iso Nezuki ជានាយកផ្នែកទំនាក់ទំនងសាធារណៈរកព័ត៌មានដែលចុះផ្សាយក្នុងកាសែតទូរទស្សន៍ឬក៏ការឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់សាធារណជនមកលើអង្គការ Neighbor គឺជាភារកិច្ចរបស់គាត់និងបរិសុទ្ធចុងក្រោយគាត់មានឈ្មោះថា Katsumi Karasawa ជានាយកផ្នែកប្រតិបត្តិការអាជីវកម្មគាត់ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនិងការរកស៊ីរបស់ Border គាត់គឺជាអ្នកស្វែងរកថវិកាពីអ្នកវិនិយោគនិងរដ្ឋាភិបាលដើម្បីមកទ្រទ្រង់ការចំណាយមហាសាលរបស់អង្គភាពនិយាយពីខ្លឹមសាររួមនៅក្នុងកិច្ចប្រជុំដែលពួកគេទាំងអស់គ្នាចង់ជួបអូសាមូគឺបានបែងចែកជាពីរក្រុមម្ខាងគឺគាំទ្រទៅនឹងទង្វើរបស់អូសាមូឯម្ខាងទៀតគឺមិនគាំទ្រទៅនឹងអូសាមូក្រុមដែលមិនគាំទ្រនេះគឺជាក្រុមដែលមិនចូលចិត្តនិងចង់ដាក់ទោសអូសាមូក្រុមនេះប្រកាន់ខ្ជាប់នូវច្បាប់និងរូបភាពមហាជនជាធំដោយរួមមានគីដូដែលគាត់គឺយល់ថាច្បាប់គឺជាច្បាប់មិនដោយឲ្យស៊ីរ៉េម្នាក់ធ្វើតាមចិត្តនៅប្រព័ន្ធគ្រប់គ្រងរបស់ Border និងរលាយជាមូលហេតុដែលគាត់ចង់បណ្ដេញអូសាមូចេញដើម្បីធ្វើជាគំរូដល់ជនផ្សេងទៀតម្នាក់ទៀតនោះគឺបារម្ភមេធំដែលជាគីនូតាគាត់ខឹងសម្មាព្រោះថាអូសាមូប្រើប្រាស់នូវ Trigger ហ្វឹកហាត់ដែលជាធនធានរបស់គាត់ទៅធ្វើរឿងគ្រោះថ្នាក់គាត់មើលឃើញថាអូសាមូគឺជាក្មេងដែលបង្កបញ្ហានិងមិនស្គាល់សមត្ថភាពខ្លួនឯងរីឯ Nezuki ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈក៏មិនគាំទ្រដោយគាត់បារម្ភពីរឿងមុខមាត់គាត់ខ្លាចថាបើសាធារណជនដឹងថា Border បណ្ដាលឲ្យក្មេងកម្រិតទាបចេញទៅប្រយុទ្ធវានឹងធ្វើឲ្យគេបាត់បង់ទំនុកចិត្តទៅលើសុវត្ថិភាពដែលភ្នាក់ងារអាជីពរបស់ពួកគេផ្ដល់ឲ្យចំពោះអ្នកគាំទ្រវិញគឺមាន Shinoda Karasawa និង Sawamura ហើយមានអត់សូមនិយាយអំពីហេតុផលរបស់ពួកគេទេដើម្បីកុំឲ្យវាអូសបន្លាយពេលសរុបរួមទៅលទ្ធផលចុងក្រោយនៃកិច្ចប្រជុំនោះដោយសារតែមានការជួយជ្រោមជ្រែងពីជីនអូសាមូមិនត្រូវបានបណ្ដេញចេញឡើយប៉ុន្តែត្រូវបានដំឡើងឋានៈទៅជាបេរ៉េងជាបន្ទាន់ដើម្បីឲ្យការប្រើប្រាស់នៅឧបករណ៍ Trigger របស់គេក្លាយទៅជារឿងស្របច្បាប់និងដើម្បីបញ្ចប់រឿងអាស្រូវនៅក្នុងមហាជនអញ្ចឹងជីនក៏គាំទ្រទៅនឹងទង្វើរបស់អូសាមូផងដែរអ្នកទាំងអស់គ្នាក្រោយពេលដែលកិច្ចប្រជុំនោះបានបញ្ចប់ទៅយើងក៏បានឃើញថា Shuji Miwa ដែលជាភ្នាក់ងារឬសមាជិក A-Rank ស្អប់ Neighbor បំផុតបានមករាយការណ៍ទៅលោកគីដូដោយការនិយាយរបស់គាត់ជារួមនៅពេលនោះគឺគាត់មានការសង្ស័យទៅលើសមត្ថភាពរបស់អូសាមូតាមរយៈសាកសពនៃ Neighbor នៅសាលារៀន Miwa មិនបានជឿទេថាអូសាមូជាអ្នកដែលបានសម្លាប់ពោលគាត់គិតថាអូសាមូមានទំនាក់ទំនងជាមួយនឹង Neighbor ពិតប្រាកដហើយគាត់ក៏ដាក់ការសង្ស
ស័យទៅលើយូម៉ារបស់យើងព្រោះឃើញថាយូម៉ាជាមនុស្សដែលមានកម្លាំងខុសពីមនុស្សធម្មតាហើយបើពួកគេរកឃើញថាអូសាម៉ូបែបនេះមែនពួកគេនឹងចាត់ទុកថាអូសាម៉ូជាជនក្បត់ជាតិព្រោះនៅពេលនោះមីបាក៏បានសុំឲ្យក្រុមរបស់គាត់តាមដានរាល់សកម្មភាពរបស់អូសាម៉ូជាប់ជានិច្ចចំពោះគីដូក៏មិនបានប្រកែកអ្វីនោះទេនឹងបានយល់ព្រមទៅនឹងសំណើមួយនេះនិងមួយម៉ាត់ចុងក្រោយដែលគាត់បាននិយាយនោះគឺនៃបើទាំងអស់ជាសត្រូវរបស់យើងហើយសាច់រឿងទ្វារទី2របស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអ្នកទាំងអស់គ្នាបើសិនជាយល់ថាសាច់រឿងនេះល្អមើលសូមកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងហើយបើសិនជាចង់បាញ់លុយឲ្យ admin ចាយអីក៏អាចបានផងដែរដើម្បីឲ្យ admin នេះមានលុយចាយនឹងគេខ្លាំងអញ្ចឹងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត bye bye explosion